ជំរាបសួរប្រិយមិត្តទាំងអស់គ្នាជួបខ្ញុំជាមួយនឹងធានបត Sabit Core Feature វគ្គទី13អញ្ចឹងវគ្គទី13ហ្នឹងគឺខ្ញុំនឹងលើកយកពីរបៀប enable alert message ពី Sabit ទៅក្នុង Telegram អញ្ចឹងនៅពេលដែល device របស់យើងមួយនេះមានបញ្ហា down ឬក៏ interface port ណាមួយ down វានឹង alert message ចូលទៅក្នុង Telegram ដោយយើងមិនបាច់ចាំពិបាកមកអង្គុយមើលmonitor រហូតទេអញ្ចឹងនៅពេលដែលវា alert មក Telegram ពឹងគឺយើងចូលមកមើលថាតើ network របស់យើង device infra របស់យើងមានបញ្ហាអ្វីអញ្ចឹងយើងអាចមើលពីចម្ងាយឧទាហរណ៍យើងនៅផ្ទះយើងទៅដើរលេងអញ្ចឹងយើងមិនខ្វល់ទេថាអត់មានអ្នក monitor ឲ្យយើងគឺ Sabit វានៅ monitor ឲ្យយើង24ម៉ោងនៅពេលមានបញ្ហាវានឹង alert ឲ្យយើងដឹងហើយអញ្ចឹងកុំឲ្យខាត់ពេលយូរតោះយើងទៅទាំងអស់គ្នាអ្វីដែលយើងត្រូវមានទី1គឺយើងត្រូវមាន Telegram bot យើងត្រូវតែបង្កើតថ្មីផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ខ្លួនឯងទី2ត្រូវ add Telegram bot ដែលយើងបានបង្កើតហ្នឹងទៅជា group Telegram ជាមួយនឹង account របស់យើងដើម្បីឲ្យគ្នាយើងបានជួយ monitor អញ្ចឹងយើង add សមាជិកដែលយើងមានមកដាក់ចូលនៅ group Telegram ហ្នឹងទៅអញ្ចឹងនៅពេលដែលមានបញ្ហាអី bot Telegram bot របស់យើងនឹងផ្ញើ message ចូលទៅក្នុង group ហ្នឹងឯងហើយយើងអ្វីដែលយើងត្រូវមានទៀតគឺត្រូវមានគេហៅចឹងអ្វីដែលយើងត្រូវមានទៀតគឺ API Telegram API សម្រាប់យកមក config នៅក្នុង Sabit របស់យើងចុចយើងត្រូវបង្កើត group មួយដូចខ្ញុំហ្នឹងទៅណាកើត group ហ្នឹងទៅមានសមាជិកដូចជានេះខ្ញុំនេះ bot ដែលខ្ញុំបានបង្កើតនេះ bot ហើយនឹង ID bot នេះយើងដាក់ចូលទៅហ្នឹងអានឹងយើងអាចបង្កើតទេអានឹងវា default របស់ Telegram យើងអាច add ចូលដែរដើម្បីយើងប្រើ command ស្វែងរក group ID របស់យើងអត់ដឹងថា group ID យើងលេខប៉ុន្មានយើងវាយតែប៉ុណ្្នឹងមកវានឹងឆ្លើយតបមកយើងវិញគឺ ID bot ហ្នឹងគឺវាអ្នកឆ្លើយតបថា group Telegram របស់យើងគឺលេខប៉ុណ្្នឹងឯងនេះអញ្ចឹងទីទៀតយើងយកលេខ group Telegram ហើយនឹងtoken Telegram API នេះយកទៅប្រើយើងមានពីរហ្នឹងមកយើងអាចប្រើបានហើយអូខេចាស់យើងចូលមក set up ទាំងអស់គ្នាទី1យើងត្រូវចូលមក alert ចូលមក media type យើង scroll មករកពីថា Telegram default by default មានថានៅពេលដែលយើងតឡើង Sabit មកគឺវា automatic គឺវា disable វាអត់បើកឲ្យទេ function មួយចំនួនដូចជា alert email Gmail ប្រភេទ email ប្រភេទ Gmail ប្រភេទអានេះ alert ទៅ system ប្រភេទ GLIP ចឹងវាមានច្រើន function អានេះ alert ទៅ email ប្រភេទ Bearer 65 alert ទៅ Microsoft Teams ចឹងវា support បានច្រើនចឹងយើងមកមើលមក Telegram អូខេនេះ Telegram របស់យើងចឹងយើងចុចលើ Telegram នឹងមកវានឹងសូបែបនេះផ្ទាំងបែបនេះចឹងអ្វីដែលយើងត្រូវបំពេញគឺនៅលើចន្លោះនេះចឹងអ្វីដែលយើងត្រូវបំពេញនៅលើចន្លោះនេះហើយចុងក្រោយគឺយើងត្រូវ enable បើអត់ enable គឺ default disable វាអត់ដើរទេចឹងទី1យើងត្រូវបំពេញនេះ API token ចឹង API token យើងទៅយកពីក្នុង Telegram ដែលយើងបានបង្កើតហ្នឹង Telegram bot អានឹងជា API token របស់ Telegram bot មិនមែនជា account របស់យើងទេណានឹងជារបស់ Telegram bot អញ្ចឹងយើងផាសចូលមួយទៀតគឺ API chat ID នេះ chat ID របស់យើងដែលយើងសួរនៅក្នុងក្រុម Telegram ហ្នឹងគឺវាឆ្លើយមកនេះឃើញទេនេះក្រុម ID របស់យើងហើយយើងផាសចូលដូចគ្នាបន្ទាប់មកកន្លែង event source ឥឡូវខ្ញុំអត់ទាន់កែយើងបំពេញព័ត៌មានប៉ុណ្ណឹងសិនអញ្ចឹងខ្ញុំសាក update អូខេអញ្ចឹង update ទៅណាខ្ញុំមិនទាន់ធ្វើអីចាំមើលពីខុសអីអត់ចុះឥឡូវនេះវាចេញ enable ហើយចឹងវាចេញ enable ហើយ Telegram បន្ទាប់មកយើងធ្វើការ testing បន្តិចអូខេ testing ចឹងវា error នេះឃើញទេ source event source នេះ event source នេះវា error ចឹងយើងមក edit តិចមកឡើយហ្នឹងយើងត្រូវដាក់លេខ1ហើយយើង update បន្ទាប់មកយើងខាត់ testing ម្ដងទៀតនេះ media type testing successful អញ្ចឹងយើងមក check Telegram របស់យើងនេះវាផ្ញើមកនេះជា Telegram bot អញ្ចឹងខ្ញុំនិយាយហើយម្ដងទៀតវាជា Telegram bot វាមិនមែនជា account Telegram ទេណាជា bot ចុចមកនេះវាជា bot អញ្ចឹងវាអូខេហើយវាដើរហើយវា send មកយើងហើយអញ្ចឹងនៅកន្លែងហ្នឹងយើងអត់មានធ្វើអីទេយើងបំពេញតែចំណុចកន្លែង chat ID មួយ API chat ID API token យើងយកពីក្នុង Telegram bot មកហើយនឹងevent source នេះដាក់លេខ1ហើយយើង update ទៅអូខេហើយចំណុចទី2យើងត្រូវទៅបើកយើងត្រូវតែចូលទៅក្នុង user ហើយចូលមកក្នុង user របស់យើងអញ្ចឹងយើងត្រូវតែបើកនៅក្នុង user admin service Telegram ហ្នឹងចូលក្នុង admin
ចូលមកក្នុង media នេះយើង media វាអត់ទាន់មានអីទេអញ្ចឹងយើង add មួយមកនេះ type Telegram អញ្ចឹងកន្លែង send to នេះវា send ទៅណាអញ្ចឹងយើងត្រូវដាក់ group ID យើងចូលនេះ group ID send មក group ID របស់យើងហើយយើង add អញ្ចឹងតែប៉ុណ្្នឹងមកយើងចុច update មកអូខេរួចរាល់ចំណុចទី2មួយទៀតចំណុចទី3យើងចូលមកកន្លែង alert action trigger action កន្លែងនេះនេះ default របស់ trigger របស់យើងមិនបាច់ប្រើទេយើង add ថ្មីមកទៅឲ្យញ៉ៃ create action តទៅនេះខ្ញុំដាក់ថា Sebix server alert to Telegram អានេះគ្រាន់តែជាឈ្មោះតំណាងឯងយើងដាក់ទៅអ្វីដែលសំខាន់ operation ទី1យើងត្រូវដូរ default operation step during ត្រូវដាក់តែមួយនាទីបានហើយអានឹងកុំឲ្យវាយូរពេក operation ត្រូវ add ចុច add មក step 1 step 1មិនខ្វល់ទេមិនកែអីទាំងអស់ default ដាក់0នេះហើយកន្លែងដែលយើងត្រូវរើសនេះ send to user យើងត្រូវរើសយក admin select ប៉ុណ្ណឹងមកយើង add អូខេ recovery operation add មួយទៀត select ដូចគ្នា send to user admin add អញ្ចឹងតែប៉ុណ្្នឹងទេគឺយើងចុច add មកអញ្ចឹងយើងបាន trigger ថ្មីមួយគឺ Sebix server alert to Telegram អូខេអញ្ចឹងយើង add បានរួចរាល់ហើយយើងចាប់ផ្ដើមធ្វើការ testing ថាការ configure របស់យើងជោគជ័យឬក៏អត់អញ្ចឹងយើងចូលមកក្នុង dashboard មកបន្តិចមើលតែមាន device ណាយើងអាច testing បានអូខេមាននេះមួយអញ្ចឹងអ្វីដែលយើង testing អាចមាននេះ3 4 5ហ្នឹងឥឡូវយើងចូល testing យើងចូលមក data collection host អញ្ចឹងខ្ញុំដំបូងខ្ញុំសូម test Windows by Windows by agent ខ្ញុំធ្វើវាខុសឲ្យវា error ទៅឲ្យវា alert message អញ្ចឹងខ្ញុំចូលមកក្នុងហ្នឹងខ្ញុំដូរ IP ដាក់លេខ100អូខេបន្ទាប់មកខ្ញុំសូមទៅដូរនេះមួយទៀតដាក់100ទៀតអូខេអានេះទៀត server នេះខ្ញុំដូរ IP test ទៀត10 update អញ្ចឹងភ្លាមវាអត់ទាន់ alert មកទេយើងត្រូវមើលនៅក្នុង monitoring របស់យើងតិចតើវាមាន alert message នៅនេះហើយនៅអញ្ចឹងដូចជានៅវាអត់ទាន់ alert problem មកឲ្យទេซึ่งយើងអាចមើលកន្លែង monitoring problem នេះក៏បានដែរអញ្ចឹងយើងអាចមើលនៅហ្នឹងវាមាន alert មកអីនៅនេះយើង all មើល all ហោះគ្រប់នេះយើង select all ចេះមកក៏បានដែរយើងចាំមើលវាមាន alert អីអត់យើង refresh វាបន្តិចទៅឲ្យវាដើរឆាប់បាន test អូខេឥឡូវនេះដាច់មួយហើយអូខេបាទយើងមើលសិនទៅយើង refresh តិចមកឲ្យវាដើរសិនអូខេឥឡូវខ្ញុំសុំទៅ test disable port router ពី3ដែរអូខេយើង refresh បន្តិចទៅអូខេនេះយើងឃើញ alert មកហើយនេះវាចាប់ដើម alert មក Telegram របស់យើងនេះវាប្រាប់ហើយ host នេះជាឈ្មោះរបស់ host របស់យើងនេះឈ្មោះ host របស់យើងហ្នឹងវាប្រាប់ហើយ Windows PC by SNMP ហ្នឹងមានបញ្ហានេះវាដាក់ problem Windows available by SNMP Telegram នឹងវា alert មកហើយប៉ុន្តែវារៀង delay តិចវាអត់ real time ដូចយើង monitor ផ្ទាល់ទេអញ្ចឹងនេះវា alert មកអញ្ចឹងមុនហ្នឹងយើងធ្វើឲ្យ Windows PC យើង by SNMP ហ្នឹងវាដាច់មុនគេហ្នឹងវាសូមមកវាប្រាប់មកឲ្យវាដាច់អញ្ចឹងឃើញវាប្រាប់ទាំងម៉ោងដាច់វាប្រាប់ទាំងថ្ងៃខែវាប្រាប់ទាំងពីបញ្ហាមកយើងអស់ហើយអញ្ចឹងយើងអាច check មើលឲ្យថាវាមានបញ្ហាអីដូចឡើងនេះវាប្រាប់យើងនេះ Microtik interface លេខ7 down Microtik router អញ្ចឹងវាលម្អិតបានគួរសមហើយអាចឲ្យយើងដឹងថាបញ្ហា
ទៅលើ device ណាហើយបញ្ហាអីគេខ្លះអូខេចឹងវា alert មកចឹងនៅពេលដែលយើង solve វាហើយអូខេវា alert មកអស់ទៅចឹងនៅពេលដែលយើងទៅ check មើល router របស់យើងតើយើងចូលមក check មើល router របស់យើងហើយយើងមកធ្វើ router របស់យើងឲ្យវា up port មកវិញយើងមក check មើល device របស់យើងនឹងឲ្យវាដើរវិញធម្មតាធ្វើវាដើរវិញធម្មតាអញ្ចឹងទៅបន្ទាប់មកវានឹងផ្ញើ message ទៅប្រាប់វិញថាយើងបាន resolve មានថាដោះស្រាយបញ្ហាដែល download ហ្នឹងបានជោគជ័យហើយយើងគ្រាន់តែ refresh ឲ្យវាដំណើរការវិញអស់សិនទៅនេះវានឹងមក alert message មក Telegram យើងទៀតហ្នឹងណាវាប្រាប់អានេះចឹងនេះវាដាក់ថា resolve យើងបានដោះស្រាយបញ្ហានៅបញ្ហា3ទីដែលដោតមុនបញ្ហាមុន3ទីមុនហ្នឹងឥឡូវយើងបានដោះស្រាយឥឡូវហើយវាលែងមានកន្លែងនេះ problem name នេះវាលែងមានហើយគឺវាបាត់ហើយចឹងនៅកន្លែងនេះយើង resolve មានដោះស្រាយហើយចឹងគឺវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាវីដេអូថ្ងៃនេះជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ